nơi bênនេះអ្នកនាងលើបរិយាចាប់ផ្ដើមនិយាយស្ដីនិងបង្ហាញមុខកូនភ្លោះជាបណ្ដាឲ្យហ្វេនឃើញហើយជំរាបសួរប្រិយមិត្តទាំងអស់គ្នាគិតមកដល់ត្រឹមដើមខែ6ឆ្នាំ2026នេះឃើញថាអ្នកនាងលើបរិយាបន្ទាប់ពីចេញក្រៅឃុំហើយក៏បានរក្សានូវភាពស្ងៀមស្ងាត់មិននិយាយស្ដីដោយមានត្រឹមតែការបង្ហោះនូវរូបភាពហើយទៀតសោតក៏បានលាក់នៅកូនភ្លោះរបស់អ្នកនាងមិនឲ្យបងប្អូនមហាជនបានឃើញដែរប៉ុន្តែនៅពេលនេះគឺអ្នកនាងលើបរិយាចាប់ផ្ដើមបង្ហាញទាំងរូបរាងក៏ដូចជាមុខមាត់ឲ្យឃើញហើយប៉ុន្តែក៏នៅមានការលាក់បាំងនៅចំណុចខ្លះៗផងដែរដូចជាសក់ក្បាលបាទនៅខាងសក់ក្បាលគឺអ្នកនាងលើបរិយាមិនធ្វើការបើកចំហឲ្យឃើញទេដោយមានការដាក់ជាមួកអីចឹងទៅហើយជាពិសេសទៀតនោះឃើញថាគឺមាត់តែម្ដងគឺមិនបានឲ្យឃើញនៅតម្រងបបោមាត់របស់កូនភ្លោះទាំងពីរនោះទេដោយពុកម៉ែបងប្អូនអាចមើលឃើញតម្រងភ្នែកតម្រងមុខតម្រងដៃជើងដោយឃើញពីសម្បុរស្បែកអីចឹងទៅអញ្ចឹងបងប្អូនអាចយល់បានខ្លះអំពីកូនភ្លោះរបស់អ្នកនាងលើបរិយាថាប្រហែលជាអាចកាត់ទៅខាងអ្នកណាម៉ាមីលើបរិយាឬក៏អតីតស្វាមីគឺលោកហេងគឹមហៀងឬក៏យ៉ាងណាទៀតបាទឬក៏កាត់បែបយ៉ាងណាទៀតចាំមើលនៅវគ្គបន្ទាប់នៅពេលដែលអ្នកនាងលើបរិយាចាប់ផ្ដើមធ្វើការបង្ហាញជាសាធារណៈឲ្យច្បាស់បាទប៉ុន្តែនៅពេលនេះបងប្អូនក៏អាចមើលឃើញពីកម្ពស់កម្ពស់ជើងដៃពណ៌សម្បុរស្បែកអីចឹងទៅថាអាចនឹងកាត់ទៅអ្នកណាច្រើនជាងដោយឡែកទៀតនោះតកតងទៅនឹងសកម្មភាពរបស់ម៉ាមីលើបរិយាក៏ឃើញថាចាប់ផ្ដើមមានភាពសប្បាយរីករាយនៅក្នុងផ្លូវចិត្តក៏ដូចជាអារម្មណ៍ច្រើនជាងមុនផងដែរដែលឃើញមានសកម្មភាពលេងសើចជាមួយនឹងកូនក៏ដូចជាមាននៃការនិយាយស្ដីខ្លះហើយនឹងមានទឹកមុខញញឹមញញែមហើយអ្នកនាងលើបរិយាក៏បង្ហាញនៅសកម្មភាពលេងសប្បាយជាមួយនឹងកូនមានជាមួយនឹងតែនឬក៏ផាយុអីចឹងទៅហើយមួយទៀតនោះក៏បានលេងថតលេងបាទដើម្បីបង្ហាញពុកម៉ែបងប្អូននៅសកម្មភាពលេងជាមួយនឹងកូនទូចគឺកូនភ្លោះទាំងពីរនាក់ផងដែរហើយមិនត្រឹមតែប៉ុណ្ណោះទេអ្នកនាងលើបរិយាក៏ចាប់ផ្ដើមបង្ហាញនៅការលេងជាវីដេអូខ្លីៗក៏ដូចជាសកម្មភាពខ្លីៗឲ្យពុកម៉ែបងប្អូនបានឃើញហើយជាពិសេសគឺអ្នកដែលគ្រប់គ្រងអ្នកនាងលើបរិយាបានឃើញពីសភាពរបស់អ្នកនាងលើបរិយានៅពេលនេះឃើញថាមានទឹកមុខស្រស់ស្រាយសប្បាយចិត្តយ៉ាងមុនប៉ុន្តែទោះបីជាយ៉ាងណានោះក៏អ្នកនាងលើបរិយាមិនទាន់ធ្វើការ live ដោយផ្ទាល់ដើម្បីនិយាយលេងជាមួយនឹងបងប្អូនមហាជនក៏ដូចជា fan ដែលមានការនឹករលឹកទៅដល់អ្នកនាងនោះដែរដោយសកម្មភាពរបស់អ្នកនាងបានត្រឹមតែចេញនូវវីដេអូខ្លីៗហើយយ៉ាងណានោះរឿងដែលសំខាន់គឺតកតងទៅនឹងមុខរបរការងាររបស់អ្នកនាងលើបរិយាតកតងទៅនឹងមុខជំនួញកាលពីដើមឡើយដែលអ្នកនាងធ្វើការលក់ផលិតផលថែសម្រស់ជាពិសេសគឺលក់លេតែម្ដងថាតើអ្នកនាងលើបរិយាអាចនឹងវិលមកធ្វើការលក់លេជាបន្តទៀតឬក៏បង្កើតនូវមុខរបរអ្វីថ្មីសម្រាប់ចិញ្ចឹមជីវិតនៅពេលខាងមុខ